ស្ដីអ្នកនរគ្នាអូខេចឹងថ្ងៃហ្នឹងខ្ញុំនាំអ្នកនរគ្នាថ្ងៃហ្នឹងជាថ្ងៃទៅចឹងខ្ញុំចង់មានបំណងចង់អ្នកនរគ្នាទៅណែនាំពីស្លាប់ខ្ញុំថាថ្ងៃហ្នឹងស្លាប់ខ្ញុំមានគេខ្លះហើយតម្លៃមួយគេធ្វើអីហើយធ្វើម៉េចចឹងអូខេតោះយើងទៅមើលអ្នកនរគ្នាទៅថតពីកន្លែងហ្នឹងទៅចង់ឲ្យទៅខំលើនេះយកទៅកន្លែងទៅបានកន្លែងឯងទៅមកយើងចេញទៅតាមខំហ្នឹងឲ្យទៅដល់កន្លែងបងអូខេហ្នឹងហើយនេះជា map ស្លាប់របស់ខ្ញុំអ្នកនរគ្នាហើយបន្ទាប់មកយើងនឹងជិះតាមអាវងធំដែលខ្ញុំកំពុងបង្ហាញហ្នឹងអញ្ចឹងតោះ let's go ហ្នឹងហើយអ្នកនរគ្នាអញ្ចឹងចំណុចចាប់ផ្ដើមរបស់យើងគឺចេញពីខាងមុខសាលាទៅអញ្ចឹងតោះជិះកង់នៅក្នុងសាលាខ្ញុំទាំងអស់គ្នានឹងហើយអ្នកគ្នាចង់ពេលយើងជិះមកគូថាអូយកន្លែងហ្នឹងស្អាតមែនតើតែសារដែលឥឡូវហ្នឹងវាខែជិតចប់ winter ចឹងទៅវាអត់សូវមានស្លឹកឈើចឹងហើយចឹងពេលជិះមកគឺមានដើមឈើព័ទ្ធជុំវិញយើងស្អាតមែនតើចឹងទៅចាហ្នឹងហើយអបែបមួយទៀតចង់បានអារម្មណ៍ថ្មីហ្នឹងហើយនៅក្នុងសាលាក៏មានឡានក្រុងមានអីដែរអ្នកនរគ្នាហ្នឹងហើយមើលទៅស្គាល់បានហើយមើលខ្ញុំផងហ្នឹងហើយឱកាសទៀតអូចង់គេមកលេងនៅកន្លែង playground ណាមកកកអញ្ចឹងទៅកាកម្មជាបន្តទៅទៀតអូខេអ្នកនរគ្នាចុះនេះកន្លែងគេលេងបានលេងអីចឹងអ្នកនរគ្នាវ៉ាវឃើញចឹងយើងមកដល់លេងហើយហ្នឹងហើយអ្នកនរគ្នាយើងមកដល់លេងហ្នឹងយើងជិះធ្វើលក្ខណៈដូចត្រាម៉ាចឹងណាហ្នឹងហើយតាកាសទៀតល្អមែនទេអ្នកនរគ្នាថ្ងៃហ្នឹងជិះកង់មើលទៅស្ពៀមនៅក្នុងសាលាចឹងទៅស្អាតម្យ៉ាងដែរតែអ្នកនរគ្នាលើកដំបូងហ្នឹងហើយអ្នកនរគ្នាអញ្ចឹងយើងជិះបន្តមករហូតមកតាមបងហ្នឹងអញ្ចឹងទៅថ្ងៃហ្នឹងដោយសារតែអាកាសធាតុល្អអញ្ចឹងទៅមានជនជាតិកូរ៉េក៏ដូចជាជនជាតិផ្សេងៗគាត់អង្គុយនៅបងអញ្ចឹងទៅមើលទៅវារៀងស្រស់ថ្លាអញ្ចឹងអ្នកនរគ្នាហ្នឹងហើយអញ្ចឹងទៅហ្នឹងហើយយើងក៏ជិះមើលទស្សនភាពជុំវិញសាលាហ្នឹងអញ្ចឹងហ្នឹងហើយអ្នកគ្នាអញ្ចឹងនៅទៅមុខបងហ្នឹងគឺជាអាគាររបស់អាគារ business តែខ្ញុំអត់បានថតទេថ្ងៃហ្នឹងហ្នឹងហើយអ្នកនរគ្នាហ្នឹងហើយអ្នកនរគ្នាអញ្ចឹងបន្តមកពីអាគារយើងជិះមកប្រហែលជា2នាទីឡើងលើទៀតមកយើងក៏មកដល់អាគារមួយមុនហ្នឹងគឺយើងបានទៅមើលអាគាររបស់សិស្សប្អូនខ្ញុំដែរអញ្ចឹងណាកន្លែងនៅគាត់ហ៊ានហ្នឹងហើយចាំខ្ញុំប្រាប់អ្នកគ្នាទៀតតែឥឡូវមើលអាគារដែលខ្ញុំហ៊ានសិនអញ្ចឹងអ្នកគ្នាហ្នឹងហើយនេះគឺជាអាគារដែលខ្ញុំកំពុងតែហ៊ានរហងៃហ្នឹងក៏ដូចជាកន្លែង lab ខ្ញុំអញ្ចឹងអ្នកគ្នាហ្នឹងហើយចុះអាគារហ្នឹងគឺមានទាំងអស់6ជាន់អ្នកនរគ្នាហើយមានជំនាញខ្ញុំនៅនឹងដែរហើយក្នុងនោះផងដែរក៏មានជំនាញខាងអគ្គិសនីនៅអាគារហ្នឹងផងដែរនិយាយទៅភាគច្រើនគឺខាងជំនាញ mechanic engineer ហ្នឹងហើយអ្នកនរគ្នាអញ្ចឹងអាគារដែលខ្ញុំចូលនេះគឺជាអាគារ mechanic ដែលសិស្សប្អូនខ្ញុំក៏កំពុងតែរៀនរាល់ថ្ងៃហ្នឹងអញ្ចឹងណាហ្នឹងហើយអ្នកនរគ្នាចង់បន្តពីហ្នឹងមកយើងក៏មកដល់កន្លែងអាគារមួយដែលមានទង់ជាប្រទេសផ្សេងៗហើយក្នុងនោះក៏មានទង់ជាប្រទេសខ្មែរយ៉ាងផងដែរអញ្ចឹងទៅយើងក៏បានចូលបង្ហាញទីទូទៅហើយក៏មើលទង់ជាតិប្រទេសផ្សេងៗដូចគ្នាហ្នឹងហើយយើងមកដល់កន្លែងមួយទៀតបើយើងដល់កង់មួយទៅកូនហ្នឹងហើយគ្នាចុះអាគារមួយនេះគេហៅថាបណ្ណាល័យពោធិ៍សរឬក៏អាគារសម្រាប់អ្នករៀន AI បន្តមកទៀតអាគារទី2ដែលខ្ញុំចូលនោះគឺជាអាគារសម្រាប់អ្នករៀន business ហ្នឹងហើយបន្តមកទៀតគឺជាបណ្ណាល័យពណ៌ក្រហមហើយនិងបណ្ណាល័យពណ៌យ៉ាងសមួយទៀតបន្តមកទៀតយើងក៏ឃើញអាគារនៅកណ្ដាលហ្នឹងគឺជាអាគារមួយដែលខ្ញុំអត់ទាន់ស្គាល់ទេឥឡូវហ្នឹងហើយអ្នកទាំងគ្នាហើយអាគារមួយនេះគឺជាកន្លែងលក់សភៅមានធនាគារមានកន្លែងផ្ញើសបុតផ្ញើសភៅអីទាំងអស់នៅកន្លែងហ្នឹងហើយទៅនោះទៀតទៅគឺជាអាគារផ្សេងៗទៀតហ្នឹងហើយអ្នកគ្នាអរគ្នាអញ្ចឹងទៅដល់ហើយនេះយើងដល់កន្លែងនេះធំមែនតើអ្នកគ្នាវាមានអាកំហុសធំមួយនេះហ្នឹងហើយបានកន្លែងហ្នឹងពេលដែលចិត្តប្រឡងនេះជាងគេបើកតភ្លើងអ្នកគ្នាហ្នឹងហើយអូខេបាទឥឡូវយើងទៅមើលតិចទៅជាងមើលកន្លែងហ្នឹងមក
Ởស្ងៀមហ៎